គឺមានកម្ពូត្រៃសោក្បាច់ហើយនេះចែកដីទាំង3ម៉ូតនេះគឺព្រះវិហារបងប្អូនណាព្រះវិហារកំពុងតែធ្វើសាទប្រភូមិមហាកតបាទប្រក់ដំបូលនៅសាលាលួងនៅខាងហ្នឹងម៉ូតដែលយើងរៀបនេះម៉ូតនេះស្អាតណាបងប្អូននេះមើលទៅដូចគ្រុឌមានសួរបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅមុខវត្តសតខ្ញុំមានព័ត៌មានថ្មីបង្ហាញចែកជូនពុកម៉ែបងប្អូននិយាយតាតាំងពីមុខវត្តទៅតែម្ដងវត្តចង់ដឹងថាវត្តសតថ្ងៃនេះគឺមានសកម្មភាពយ៉ាងណានេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននិយាយតាមួយពីផ្លូវចូលវត្តទៅតែម្ដងបងប្អូនអរគ្នាផ្លូវចូលវត្តប៉ុន្តែខ្ញុំទៅបង្ហាញនៅកន្លែងជ្រុងមួយនៃផ្ទាំងថ្មបន្តិចសិនឃើញថាដូចមួយរយៈនេះទឹករាំងខ្សោយវិញហើយបាទខានភ្លៀងបងប្អូនអរគ្នានេះឃើញទេបាទទឹករាំងតិចជាងមុនវិញហើយចំពោះការអភិវឌ្ឍសាងសង់ថ្ងៃនេះគឺនៅបន្តរហូតហើយជាងខាងលៀបពណ៌របស់ខ្លងទ្វារនៅតែបន្តលៀបបងប្អូនឃើញទេបាទនៅបន្តលៀបហើយផ្សារដែកផ្សារអីធ្វើប្លង់ធ្វើអីបន្តបន្ថែមទៀតនេះខ្ញុំបង្ហាញចេញពីជ្រុងខាងមុខទៅតែម្ដងបងប្អូនអ្នកគ្នាឃើញទេទាំងថ្មធំដែលរៀបផ្សារក្រោយហ្នឹងបាទគឺច្រើនជាន់មែនតើនៅកន្លែងបរិវេណនេះឯពីនេះទៅឃើញខ្លងទ្វារទី1នោះបាទអូយនេះខ្លងទ្វារទី1មានកម្ពូលត្រៃសោយនៅខាងលើគឺទឹកនៅស្ពានថ្ងៃនេះឃើញរៀងតិចនេះមើលទៅស្រក់បានច្រើនមែនតើនេះអញ្ចឹងនេះផ្លូវស្ពានឆ្លងស្ពានហ្នឹងទៅយើងចូលដល់វត្តហើយខ្ញុំកំពុងដើរលើផ្ទាំងថ្មធំហ្នឹងបាទមិនដែលបានដើរទេនិយាយតាមត្រង់ទៅបាទផ្លោថតពីចងាយឥឡូវនេះគឺយើងដើរមកដល់ទីតាំងកន្លែងនេះតែម្ដងហើយយើងកលែកមើលតាមនេះគឺមានស្ពានបាទមានអូទាំងថ្មធំបងប្អូនណាបាទមកផ្ទាំងនេះអស់ទោះអញ្ចឹងកន្លែងនេះយើងមានស្ពានមួយសម្រាប់ចុះលេងអញ្ចឹងទៅហើយយើងឡើងទៅវិញដល់ខ្លងទ្វារទី2តែម្ដងសម្រាប់ស្ពាននេះដែរគឺមានប្រកាន់ដៃហើយធ្វើពីថ្មធំដូចគ្នាបាទនៅបរិវេណខាងមុខនេះពោះកោះនេះឥឡូវហ្នឹងគឺទៅបានប៉ុណ្ណឹងទេដូចមិនទាន់មានការអភិវឌ្ឍអីទេប៉ុន្តែកន្លែងមើលដើមឈើអីគឺធំមែនតើនៅបរិវេណមុខនេះបាទនេះស្អាតតែបើសិនបើឆ្នៃជាកោះវិញណាដំណើរទៅឯក្នុងវត្តវិញស៊ូមផ្លាកឈ្មោះវត្តមួយសិនបងប្អូនអរគ្នានេះទាំងថ្មធំនេះទៅសេដាក់វត្តចន្ទបច្ចោតនារាមហៅវត្តសតនេះបាទឥឡូវយើងមកដល់ខ្លងទ្វារទី1ហើយបងប្អូនអរគ្នាចូលតាមខ្លងទ្វារនេះទៅតែម្ដងទៅអូណាមើលទស្សនវិជ្ជាខាងលើនេះបាទខាងលើកន្លែងខ្លងទ្វារមួយនេះគឺមានកម្ពូលត្រៃសោបងប្អូនអរគ្នាបាទនៅខាងក្រោមហ្នឹងហើយនេះបរិវេណនៅឯខាងមុខសម្រាប់តែយើងចូលមកដល់នៅខាងក្នុងនេះគឺថាទស្សនវិជ្ជាប្លែកបែបនេះឯងហើយខ្ញុំបង្ហាញចាស់ដីបន្តិចនេះអូននេះក្បាច់បាទក្បាច់បិទហើយនេះចាស់ដីទាំង3ម៉ូតនេះគឺតូចល្មមទេចាស់ដីនេះហើយកដាលរៀងធំបងប្អូនកដាលធំជាងគៀនសងខាង2ហ្នឹងរៀងតូចល្មមទេបាទអញ្ចឹងនៅក្នុងវត្តសតចេតិយមានតែ3ហ្នឹងតែប៉ុណ្ណោះបងប្អូនណាស់នេះឥឡូវយើងចូលទៅក្នុងបាទទៅមើលទស្សនវិជ្ជាក្នុងម្ដងគឺជាព្រះវិហារបងប្អូនណាបាទម៉ូតរបស់ព្រះវិហារគឺបែបនេះឯងហើយព្រះវិហារឥឡូវគឺបានរៀបអញ្ចាំងរៀបធ្នឹមរៀបអីហើយរួចរាល់បានច្រើនហើយអញ្ចឹងនេះគឺជាទស្សនវិជ្ជាព្រះវិហារកំពុងតែធ្វើបងប្អូនបាទព្រះវិហារដែលកំពុងតែធ្វើណានេះពីមកមុខនេះគឺជាខ្លងទ្វារទី2ដែលខ្លងទ្វារទី2នេះគឺជាងគាត់កំពុងតែធ្វើហើយបងប្អូនហើយជាប់ជាមួយនឹងខ្លងទ្វារទី2នេះបងប្អូនដឹងហើយបាទគឺជាប្រាសាទប្រភូមិហើយរួចរាល់បានប៉ុណ្ណឹងហើយនៅប្រាសាទប្រភូមិកំពុងដំណើរការអីបន្តទៀតបងប្អូនទាំងគ្នាហើយទស្សនវិជ្ជានៅខាងមុខនេះគឺបែបហ្នឹងឯងនេះបាទគឺមានដាំផ្កាដាំអីហោហែអញ្ចឹងទៅនេះឃើញទេបាទទស្សនវិជ្ជាគឺបែបនេះបងពុកម៉ែបងប្អូនទាំងអស់គ្នាទៅមើលអំពីទស្សនវិជ្ជាក្នុងថ្ងៃនេះបាទចង់ដឹងថាទស្សនវិជ្ជាយ៉ាងម៉េចយ៉ាងម៉ាទៅបងប្អូនមកតាមដានទេសនាមួយខ្ញុំទាំងអស់គ្នានេះគឺទីតាំងកន្លែងសឡុំបាទកន្លែងនេះតែងតែរៀបចំនៅចង្ហាន់បិណ្ឌបាតអីផ្សេងបាទសម្រាប់ប្រសង់បងប្អូនបាទរៀបចំប្រសង់ហើយសឡុំនេះគឺជំនួសព្រះវិហារបាទកាលមុនវត្តមិនតាន់មានព្រះវិហារនោះបាទគឺដាក់នៅកន្លែងនេះសិនហើយបងឃើញកន្លែងនេះគឺនឹកអនុស្សាវរីយ៍មែនតើបាទព្រះអង្គធ្លាប់សម្ដែងធម៌ទេសនាអីនៅកន្លែងហ្នឹងហើយមានរូបសំណាក់ស្ដេចវេស្សវណ្ណមួយនៅទីតាំងហ្នឹងបាទពិសេសមែនតើតែម្ដងឃើញទេនៅម្ដុំនេះមានព្រៃឈើមានអីត្រជាក់ល្អមែនតើតែម្ដងល្វឹងនេះបាទនោះ
ដើមផ្កាដើមអីដាំឲ្យអែបជាមួយនឹងលបងហើយក៏ជាទីតាំងមួយត្រៀមបាទរៀបចំចង្ហាន់បាទចង្ហាន់ប្រសង់គឺរៀបចំនៅកន្លែងហ្នឹងឯងបងប្អូននេះបាទកន្លែងមើលពីនេះទៅកន្លែងនេះគឺកន្លែងដែលត្រូវរៀបចំចង្ហាន់ប្រសង់នៅជាប់ជាមួយសាឡុំហើយអែបនឹងសាលាលួងផ្ទាល់តែម្ដងផ្លូវមួយនេះដែរគឺជាផ្លូវឆ្ពោះទៅខាងមហាកតបាទឆ្ពោះទៅខាងមហាកតបងប្អូនអរគ្នាកន្លែងនេះគឺថាតិចជុំមែនតែម្ដងបាទមើលទៅហើយយើងអាចដើរតាមផ្លូវថ្មើរជើងក៏បានខាងក្រោមក៏បានដែរឆ្ពោះទៅមហាកតហើយបើយើងបត់ឆ្វេងមើលកន្លែងមុខនេះគឺទៅដល់សាលាលួងបាទកន្លែងនេះគឺសាលាលួងនេះបាទយើងបត់តាមផ្លូវកស៊ូក៏បានផ្លូវក្រោមហ្នឹងក៏បានដែរអញ្ចឹងមកដល់សាលាលួងហើយសាលាលួងគឺជាងគាត់កំពុងតែធ្វើបាទកំពុងតែប្រក់ដបូលដោយបងប្អូនបានឃើញអញ្ចឹងគឺជាងគាត់កំពុងតែធ្វើការប្រក់ដំបូលនៅសាលាលួងនៅខាងហ្នឹងហើយសាលាលួងនេះធំមែនតើឃើញទេបាទធំល្អបងប្អូននេះហើយចាប់ផ្ដើមប្រក់បានច្រើនដែរហើយបាទជាមួយនឹងការសាងសង់ការកសាងផ្សេងបាទស្អាតមែនតើបងប្អូនហើយនោះគឺជាជវាដែលលើកដំបងយកលេបយកជ័យយកហែងហ្នឹងបាទនៅកន្លែងលើហ្នឹងឯងអានេះម៉ូដដែលយើងរៀបនេះអញ្ចឹងឯងផ្ទាំងនៅមុខហ្នឹងព្រះវិហារដែលយើងមើលជ្រុងមកខាងទៀតនៃយើងមើលចេញពីសាលាលួងទៅបាទទស្សនវិជ្ជាគឺអញ្ចឹងហើយនៅកន្លែងនេះគឺជាប់សឡុំមានព្រះសីវលីនេះបាទព្រះសីវលីមួយព្រះអង្គហើយនឹងនេះដើមលៀបធំមែនតើយើងកលេចមកមើលក្បឿងអីគឺត្រៀមរួចរាល់បានច្រើនហើយនេះខាងនេះក៏ជាងគាត់កំពុងតែប្រក់ដែរនោះបាទកំពុងធ្វើការងារបន្តរបស់គាត់ទៀតហ្នឹងហើយកន្លែងនេះគឺយើងមាននោះស្ដាច់មន់បងប្អូននេះស្ដាច់មន់បាទធំ4នៅហ្នឹងបាទហើយក្រៅពីស្ដាច់មន់ធំ4ហ្នឹងដែលយើងចេញមកកន្លែងនេះគឺជាអាគារបាទព្រះអង្គខ្មៅចិនរង្សីនេះបាទម៉ូដនេះស្អាតណាបងប្អូននេះមើលទៅដូចគ្រុឌបាទដូចស្ដាច់គ្រុឌលយមែនទេនេះមើលច្រើនណាចាក់នៅនឹងច្រើនមែនទេខ្ញុំបង្ហាញពីអាគារព្រះអង្គខ្មៅចិនរង្សីបន្តិចឃើញថាដបូលហ្នឹងគឺបានចាក់ប្លង់សេចាក់អីរួចរាល់ហើយត្រៀមតែនៅក្នុងការប្រក់ទេបងប្អូនគឺទៅផ្សារដែកផ្សារអីមកទៀតចាប់មេប្រក់ណាបាទនេះហើយនេះកន្លែងអាស្រមមកលើសួនដែលខ្ញុំប្រចាំងមិញហ្នឹងអានេះខ្ញុំប្រចាំងជ្រុងមកខាងទៀតបាទប្រចាំងជ្រុងមកខាងទៀតហើយនោះគឺដបូលមកខាងទៀតរបស់សាលាលួងខាងនេះក៏ជាងគាត់ប្រក់ដែរនេះបាទច្រៀងគាត់កំពុងតែស្រែដបូលស្រែអីហ្នឹងហើយយើងកលេចទៅឯមហាកតនោះក៏ប្រក់ដបូលដូចគ្នានេះបាទក៏ប្រក់ដបូលដូចគ្នានិយាយទស្សនវិជ្ជាថ្ងៃនេះគឺថាប្លែកពិសេសស្អាតមែនតើបាទអភិវឌ្ឍអីគ្រប់ទីកន្លែងតែម្ដងបាទខាងនោះគឺសាលាឆាន់នេះបាទនេះបាទខាងសាលាឆាន់ហើយសាលាឆាន់ហ្នឹងគឺថាវែងល្អមែនតែម្ដងហើយកំពុងតែរៀបចំបន្ថែមទៀតដែរយើងធ្វើដំណើរចេញពីខ្លងទ្វារទី4កលេចទៅខ្លងទ្វារទី3វិញគឺកំពុងតែសាងសង់នោះគឺជាងកំពុងតែរៀបចំសាងសង់បងប្អូននោះបាទគឺរៀបចំនៅកន្លែងហ្នឹងឯងឃើញទេហើយបងប្អូនស្គាល់ដើមនគររាជអត់នេះដើមនគររាជឥឡូវនេះគឺលាស់ស្លឹកលាស់អីបានល្អមែនតែម្ដងនេះឃើញនេះដើមនគររាជបាទគឺវល់អញ្ចឹងឯងនេះអញ្ចឹងវាឡើងមកតាមលួសពេលយើងចងលួសអញ្ចឹងទៅវាឡើងទៅតាមហ្នឹងរហូតទៅដល់លើនោះបងប្អូននិយាយតែអាចមកស្គាល់បាននៅកន្លែងមុខសាលាឆាន់បាទកន្លែងខ្លងទ្វារទី4ហ្នឹងគឺកន្លែងហ្នឹងឯងនេះបងប្អូនយើងដែលគាត់ចេញមកតាមខ្លងទ្វារទី4នេះប្រកាសជាមកឃើញហើយអញ្ចឹងពុកម៉ែបងប្អូនធ្លាប់តែឮបទភ្លេងនគររាជប៉ុន្តែអត់ដែលឃើញដើមផ្កានគររាជទេនគររាជស្អាតណាប៉ុន្តែដើមនេះលក្ខណៈដូចវល្លិអញ្ចឹងយើងស្គាល់ដើមនេះអត់នេះបាទនេះអាហ្នឹងគេហៅថាដើមចម្ពូបាទដើមចម្ពូហ្នឹងមានច្រើនដើមមែនតើហើយផ្លែអស់ហើយអាហ្នឹងយកមកភ្លាមពឹកផ្លែច្រើនមែនតើនេះក៏ចម្ពូដែរនេះឃើញទេបាទសិតតែចម្ពូហើយផ្លែច្រើនណាកាលមុនណាខាងមុខនេះគឺជាខ្លងទ្វារទី5ហើយនៅបន្ទាប់ខ្លងទ្វារហ្នឹងគឺជាកន្លែងសាងសង់ទីស្រង់ព្រះបាទជាប់ជាមួយនឹងសាលាឆាន់តែម្ដងហ្នឹងហើយបងប្អូនណា
ចឹងនេះគឺជាវីដេអូបច្ចុប្បន្នភាពថ្ងៃហ្នឹងដែលខ្ញុំបង្ហាញពុកម៉ែបងប្អូនហើយខ្ញុំសូមបិទបញ្ចប់ខ្លីប៉ុណ្ណឹងទៅចោះហើយសម្រាប់បងប្អូនដែលចង់ទទួលបានវីដេអូថ្មីកុំភ្លេច Subscribe Channel YouTube ម្នាក់មួយហើយរងចាំទស្សនាវីដេអូជាបន្តទៀតបាទអញ្ចឹងអរគុណច្រើនជំរាបលា